បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសួស្តីបងប្អូនដែលកំពុងតែរៀនប្រើប្រាស់កម្មវិធី AutoCAD នៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងការ import file PDF យកទៅប្រើប្រាស់នៅក្នុងកម្មវិធី AutoCAD ក្នុងគោលបំណងណាមួយអីចឹងដែរអញ្ចឹងកុំឲ្យខាតពេលយើងចូលមកកាន់កម្មវិធី AutoCAD បងប្អូនគ្នាបើកកម្មវិធី AutoCAD មកបើកជា file ថ្មីក៏បានឬក៏ file ចាស់ណាមួយក៏បានដែរតែនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនគ្នានៅក្នុង file ចាស់ដោយសារតែវាមាន dimension ស្រាប់ដើម្បីងាយស្រួលចាប់អញ្ចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនគ្នាគ្រាន់តែបើកមកហើយយើងចូលពាក្យថា insert នៅលើ tab ហ្នឹងហើយយើងរកមើលពាក្យថា import នេះបងប្អូនគ្នាចុចលើវាមកយកពាក្យថា import PDF បន្តមកទៀតបងប្អូនគ្នា browser ទៅរកទីតាំងដែលបងប្អូនគ្នាទុក file PDF ហ្នឹងមកជាស្ដែងរបស់ខ្ញុំនេះគឺខ្ញុំទុកនៅលើ desktop អញ្ចឹងទៅនៅក្នុង folder ហ្នឹងហើយ select លើវាមួយមកចុច open លោតផ្ទាំង dialog import PDF នេះអញ្ចឹងបងប្អូនគ្នាមិនបាច់ធ្វើអីច្រើនទេ default របស់វាគឺអត់មាន text ពីរនេះទេណាអត់មានទេអញ្ចឹងបងប្អូនគ្នាគ្រាន់តែ text import block មកស្រួលនៅពេលដែលយើង scale ព្រោះសំខាន់បំផុតនៅពេលដែលយើង import ទៅគឺយើងត្រូវ scale ហើយអញ្ចឹងយើង text អានេះមួយហើយយើងចុចលើកន្លែង specify insertion point on screen នេះមកដើម្បីយើង place នៅលើទីតាំងណាមួយដែលយើងចង់ place អូខេអានេះទាក់ទង layer វាទេយើងមិនបាច់កែប្រែទេប៉ុណ្ណឹងបងប្អូនគ្នាចុច OK មកហើយคลิกកន្លែងណាមួយនៅលើ file របស់យើងហ្នឹងមកអញ្ចឹងយើងបានជា block មួយណាក៏ប៉ុន្តែអ្វីដែលសំខាន់គឺទី1គឺវាពិច្រាស់ឡើយអញ្ចឹងខ្ញុំ rotate វាមកបាទខ្ញុំ rotate មកបន្តមកទៀតអ្វីដែលសំខាន់ហ្នឹងគឺយើងចាប់មើល dimension របស់យើងនេះអញ្ចឹងអានេះខ្ញុំដឹងថាកម្រិតពីនេះមកនេះគឺ4ម៉ែត្រដោយសារតែយើងក្នុងប្លង់របស់យើងនេះគឺជាប្លង់ PDF យើង import មកគឺមាន4ម៉ែត្រຂະຫນາດ4ម៉ែត្រណាអញ្ចឹងខ្ញុំចាប់មើលទៅខ្ញុំចាប់ពីនេះមកនេះអញ្ចឹងវាបានតែ2មីលីម៉ែត្រទេអញ្ចឹងវាអត់ត្រូវទេយើងត្រូវ scale ឡើងអញ្ចឹងរបៀប scale គឺយើងត្រូវ scale ប្រើ reference ណាអញ្ចឹងយើងអាចខ្ញុំអាចគូសបន្ទាត់មួយមកព្រោះបើខ្ញុំចាប់នៅនេះខ្ញុំអាច load snap ខុសអញ្ចឹងណាអូខេអញ្ចឹងខ្ញុំ select លើ V នេះមកហើយយើងប្រើ command AC enter คลิกលើកន្លែងនេះមួយទាញឆ្ងាយវាយ command OE enter คลิกចំកន្លែងហ្នឹងមួយទៀតមកហើយមកคลิกនៅចុងនេះហើយចាប់ទាញមកវាយ4ម៉ែត្រមែនទេ4000 enter មកអញ្ចឹងយើងចាប់ dimension មើលម្ដងទៀតប៉ានេះមកនេះ4ម៉ែត្រនៅគឺ4ម៉ែត្រហើយណាអូខេហើយអញ្ចឹងប្លង់របស់យើងអាចចាប់មើលកន្លែងផ្ទៀងមើលកន្លែងផ្សេងទៀតមកកន្លែងនេះម៉ែត្រ2អូខេម៉ែត្រ2ត្រូវណាអញ្ចឹងយើងអាចយកប្លង់របស់យើងទៅប្រើការបានហើយអូខេបងប្អូនគ្នាតោះណាប៉ុណ្ណឹងម្ដងទៀតណា scale reference គឺយើងមានចាប់កន្លែងស្លាស់អញ្ចឹងមកកុំឲ្យយើងកុំ scale reference កន្លែងណាដែលមាន object ច្រើនខាងលើវាចាប់ទៅ load snap ទៅកន្លែងផ្សេងអញ្ចឹងទៅវាលៀងណាអញ្ចឹង AC enter select លើ object របស់យើង enter មួយ click នៅកន្លែងនេះហើយ OE enter click កន្លែងនេះហើយមក click កន្លែងនេះហើយយើងវាយទៅតាមតម្លៃដែលយើងចង់បានណាគឺ4000ហ្នឹងឯងប៉ុន្តែនេះខ្ញុំ scale ហើយណាអូខេសង្ឃឹមថាក្នុងវីដេអូនេះនឹងជួយសម្រួលដល់អ្នកទាំងអស់គ្នាដែលត្រូវការ import PDF យកទៅប្រើប្រាស់នៅក្នុងកម្មវិធី AutoCAD ជួបគ្នានៅវីដេអូបន្តទៀត